សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងមកជួបខ្ញុំជាមួយនឹងវីដេអូថ្មីមួយទៀតហើយបងប្អូនហើយថ្ងៃហ្នឹងគឺខ្ញុំមកគាស់ល្មៀតបងប្អូនល្មៀតដែលខ្ញុំដាំនៅក្នុងធុងពេត្រូបងប្អូនដល់ពេលឥឡូវគឺខ្ញុំគាស់វាបានហើយឥឡូវគឺខ្ញុំយកអាមែកវាបាក់ទូចបងប្អូនគឺខ្ញុំយកវាយកទៅដាំឡើងវិញអញ្ចឹងណាបងប្អូនព្រោះថាតែយើងគាស់វាអញ្ចឹងទៅគឺយើងត្រូវតែដាំវាវិញអញ្ចឹងដើម្បីទុកឆ្នាំក្រោយអញ្ចឹងគឺយើងបានមើមវាដុះអញ្ចឹងទៅគឺយើងបានគាស់វាទៀតអញ្ចឹងណាបងប្អូនហើយខ្ញុំនិយាយត្រង់ទៅគឺបងប្អូនខ្ញុំដាំតែនៅក្នុងធុងពេត្រូទេបងប្អូនព្រោះដោយសារយើងដីយើងទូចដល់ពេលអញ្ចឹងយើងអត់មានទីលានដើម្បីដាំអញ្ចឹងណាប៉ុន្តែគ្រាន់ថាអត់អីទេបងប្អូនយើងអាចដាំដាក់ធុងឬក៏ដាក់ផើងអីក៏បានដែរបងប្អូនឲ្យតែថាយើងចង់ដាំអញ្ចឹងណាបងប្អូនព្រោះថាការដាំដុះគឺវាល្អដែរបងប្អូនមិនចាំបាច់ថាដល់តែមានដីធំអីទៅយើងអាចដាំបានទេបងប្អូនយើងអាចដាំដាក់ធុងក៏បានដែរបងប្អូនហើយអានេះគឺខ្ញុំបានរើសអាមើមល្មៀតទូចបងប្អូនគឺអាទូចដែលវាបាក់វាអីហ្នឹងគឺខ្ញុំវាឃើញវាទូចពេកខ្ញុំយកទៅប្រើការអត់កើតអញ្ចឹងគឺខ្ញុំយកមកកប់ដីនេះបងប្អូនអានេះធុងវានេះអញ្ចឹងគឺខ្ញុំចាប់ផ្ដើមយកអាកូនទូចហ្នឹងអាមើមទូចហ្នឹងគឺខ្ញុំយកវាយកទៅកប់ដាំឡើងវិញអញ្ចឹងណាបងប្អូននៅពេលដែលយើងកប់វាដាំឡើងវិញអញ្ចឹងនៅពេលដែលឆ្នាំក្រោយទៅគឺវាយើងបានគាស់វាទៀតហើយបងប្អូននៅពេលដែលមើមវាធំអញ្ចឹងណានិយាយទៅគឺនៅពេលដែលមើមវាចាប់ផ្ដើមបានធំគឺយើងគាស់វាយកទៅប្រើការហើយយើងកាច់អាមើមវាទូចអាមើមបាក់អីហ្នឹងដែលយើងគិតថាទូចពេកយើងប្រើការកើតយើងយកវាមកដាំឡើងវិញទៅនិយាយទៅគឺយើងគាស់ឲ្យដាំអញ្ចឹងណាបងប្អូននិយាយទៅយើងឃើញអញ្ចឹងទៅគឺវាចំណេញដែរអញ្ចឹងណាបងប្អូនហើយយើងដាំដាក់ទៅធុងក៏បានដែរបងប្អូនអើយនិយាយទៅគឺក៏វាបានដែរយើងយកទៅប្រើការតិចតួចអញ្ចឹងណាអញ្ចឹងគឺយើងដាំដាក់ទៅធុងទៅបើសិនជាយើងអត់មានដីធំដីទលាយដើម្បីដាំអញ្ចឹងណាបងប្អូនអញ្ចឹងគឺយើងដាំតែនៅតែក្នុងធុងក៏បានដែរបងប្អូននិយាយទៅហើយអានេះគឺកូនល្មៀតបងប្អូនដែលវាលាស់ចេញមកអញ្ចឹងណាដល់ពេលលាស់ចេញមកអញ្ចឹងគឺខ្ញុំចាប់ផ្ដើមយកវាយកទៅដាក់ដាំវិញអញ្ចឹងណាព្រោះមុនហ្នឹងគឺខ្ញុំបានគាស់មើមល្មៀតដែលវាមើមធំដល់ពេលអញ្ចឹងគឺខ្ញុំគាស់ដោយអាកូនប្លុកវាហ្នឹងគឺគាស់វាសិនអញ្ចឹងណាហើយយើងគាស់យកមើមសិនអញ្ចឹងណាបងប្អូនឥឡូវអានេះអាមើមប្លុកល្មៀតដែលវាលាស់មកហ្នឹងគឺយើងដាក់ដាំវាឡើងវិញអញ្ចឹងណាបងប្អូនឥឡូវគឺខ្ញុំដាំរួចរាល់ហើយបងប្អូនអរគុណបងប្អូនដែលបានតាមដានវីដេអូរបស់ខ្ញុំ